ការវាយលុករបស់កងទ័ពស៊ីរីធ្វើឲ្យអ្នកខ្លះរីករាយធ្វើឲ្យអ្នកខ្លះទៀតមានការភ័យខ្លាចអត្ថភាពប្រជាជនស៊ីរីជាច្រើនមានអារម្មណ៍ថាត្រូវបានរំដោះដោយកងទ័ពដែលរុញច្រានកងកម្លាំងប្រជាធិបតេយ្យស៊ីរីដែលដឹកនាំដោយជនជាតិខឺតចេញប៉ុន្តែអ្នកខ្លះទៀតខ្លាចកងទ័ពរដ្ឋាភិបាលនៅពេលដែលកងកម្លាំងប្រជាធិបតេយ្យស៊ីរីដែលដឹកនាំដោយជនជាតិខឺតបានប្រកាសថាពួកគេនឹងដកខ្លួនចេញពីទីក្រុងរ៉ាកានិងឌីអេសោនៅភាគឦសាននៃប្រទេសស៊ីរីនៅថ្ងៃទី18ខែមករារូបភាពភ្លាមៗបានចាប់ផ្ដើមរីករាលដាលនៃការអបអរសាទរដោយឯងពីប្រជាជននៅក្នុងទីក្រុងភាគច្រើនអារ៉ាប់ទាំងពីរប៉ុន្តែការរំជើបរំជួលចុងក្រោយបំផុតនៅក្នុងប្រទេសស៊ីរីគឺជារឿងរ៉ាវនៃសហគមន៍ពីរលោកអាដណានខូដេគាត់គឺជាជនជាតិអារ៉ាប់ម្នាក់រស់នៅឌីអាសោបានប្រាប់អាល់សាហ្វីរ៉ាថាប្រតិកម្មរបស់ប្រជាជននៅក្នុងតំបន់ចំពោះការចូលរបស់រដ្ឋស៊ីរីនិងការគ្រប់គ្រងរបស់ខ្លួនលើតំបន់នេះគឺមិនអាចពិពណ៌នាបានមានសេចក្តីរីករាយយ៉ាងខ្លាំងចំពោះការរំដោះលោកខាឌៀបានបន្តនិយាយទៀតថាមនុស្សជាច្រើននៅក្នុងតំបន់នេះខ្លាចការគៀបសង្កត់របស់កងកម្លាំងប្រជាធិបតេយ្យស៊ីរីខ្ញុំមិនអាចរិះគន់កងកម្លាំងប្រជាធិបតេយ្យស៊ីរីបានទេហើយការភ័យខ្លាចដ៏ធំបំផុតក្នុងចំណោមប្រជាជននៅក្នុងតំបន់នេះគឺការបង្ខំឲ្យចូលបម្រើកងទ័ពស្ថានភាពគឺល្អជាងមុនប៉ុន្តែនៅក្នុងតំបន់ភាគឦសានដែលមានប្រជាជនគឺច្រើនជាងនេះអ្នកស្រុកបានប្រាប់អាល់សាហ្វីរ៉ាថាការភ័យខ្លាចចំពោះការឈ្លានពានរបស់រដ្ឋាភិបាលបានគ្រប់ដណ្ដប់លើប្រជាជនក្នុងតំបន់ទោះបីជាតំបន់នេះក៏បានជួបប្រទះនឹងហេតុការណ៍ហិង្សាជាច្រើនក្នុងអំឡុងពេលសង្គ្រាម15ឆ្នាំចុងក្រោយនេះក៏ដោយជាពិសេសនៅក្នុងចិត្តរបស់ពួកគេគឺជាការសម្លាប់រង្គាលពួកនិកាយដដែលស្រដៀងគ្នាទៅនឹងការសម្លាប់រង្គាលដែលបានផ្ទុះឡើងតាមបណ្ដោយឆ្នេរសមុទ្រស៊ីរីដែលពាក់ព័ន្ធនឹងអាឡាវីនៅឡាតាគីយ៉ានិងត្រូនៅសូវៃដានៅភាគខាងត្បូងក្នុងឆ្នាំ2025លោកអាបាស់មូសាអ្នកសម្របសម្រួលវេទិកាគ្រួសារមនុស្សបាត់ខ្លួននៅភាគខាងជើងនិងខាងកើតស៊ីរីបានប្រាប់អាល់សាហ្វីរ៉ាពីកាមេស្លីដែលជាទីក្រុងភាគច្រើនមានជនជាតិខឺតនៅតាមព្រំដែនជាមួយទូគីយេថាការភ័យខ្លាចគឺរីករាលដាលហើយវាជាការភ័យខ្លាចពិតប្រាកដដែលផ្អែកលើបទពិសោធន៍ដែលបានកត់ត្រាទុកទីក្រុងដាម៉ាស់មានសញ្ញប៊ីទាំងអស់បន្ទាប់ពីការដួលរំនៃរបបបាសាអាល់អាសាដក្នុងខែធ្នូឆ្នាំ2024របបប្រជាធិបតេយ្យឲ្យបានគ្រប់គ្រងភាគច្រើននៃភាគសានតែសម្បូរធនធានរបស់ប្រទេសប្រហែល1/4នៃទឹកដីស៊ីរីការពិភាក្សាបានកើតឡើងរវាងក្រុមនេះនិងប្រធានាធិបតីអាមេរិករដ្ឋាភិបាលរបស់លោកអាល់សារ៉ាអំពីរបៀបនាំតំបន់នេះឲ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់អាជ្ញាធរថ្មីនិងរបៀបធ្វើសមាហរណកម្មយុទ្ធជនរបបប្រជាធិបតេយ្យទៅក្នុងកងកម្លាំងរដ្ឋាភិបាលកិច្ចព្រមព្រៀងមួយត្រូវបានចុះហត្ថលេខានៅថ្ងៃទី10ខែមីនារវាងភាគីទាំងពីរដែលបានសន្យាថានឹងធ្វើសមាហរណកម្មរបបប្រជាធិបតេយ្យឲ្យទៅក្នុងកងកម្លាំងប្រដាប់អាវុធស៊ីរីថ្មីនៅចុងឆ្នាំ2025យ៉ាងណាក៏ដោយការខ្វែងគំនិតគ្នានៅតែមានលើថាតើយុទ្ធជនរបបប្រជាធិបតេយ្យនឹងធ្វើសមាហរណកម្មជាលក្ខណៈបុគ្គលឬរក្សាកងវ៉ូសេនាធំរបស់ពួកគេដែរឬទេរបបប្រជាធិបតេយ្យក៏ចង់បានទម្រង់ស្វ័យភាពមួយចំនួនឬវិមជ្ឈការនយោបាយសម្រាប់ភាគឦសានផងដែរប៉ុន្តែការប៉ះទង្គិចគ្នានៅទីក្រុងអាឡឺប៉ូនិងការវាយលុកយ៉ាងឆាប់រហ័សរបស់រដ្ឋាភិបាលបានរុញច្រានរបបប្រជាធិបតេយ្យឲ្យថយក្រោយការវាយលុកនេះត្រូវបានជំរុញដោយសម្ព័ន្ធភាពជាមួយគោលសម្ព័ន្ធនៅឌីអាសោនិងរ៉ាកានិងការគាំទ្រពីសហរដ្ឋអាមេរិកដែលបានបង្ហាញសញ្ញាថាការគាំទ្ររយៈពេល1ឆ្នាំរបស់ខ្លួនចំពោះរបបប្រជាធិបតេយ្យអាចនឹងបញ្ចប់លោកថមបារ៉ាក់បេសកជនពិសេសសហរដ្ឋអាមេរិកបានសរសេរនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថារបបប្រជាធិបតេយ្យជាកម្លាំងប្រឆាំង IC ចម្បងនៅលើដីភាគច្រើនបានផុតកំណត់ហើយខណៈដែលទីក្រុងដាម៉ាស់ឥឡូវនេះមានឆន្ទៈនិងមានជំហរក្នុងការទទួលខុសត្រូវសន្តិសុខរួមទាំងការគ្រប់គ្រងកន្លែងឃុំឃាំងនិងជំរំ IC វាច្បាស់ណាស់ថាទាំងនេះគឺសហរដ្ឋអាមេរិកបានផ្ដល់ឲ្យលោក Thomas McGee ជាអ្នកជំនាញផ្នែក Max Weber Fellow ដែលមានជំនាញខាងស៊ីរីនៅវិទ្យាស្ថានសាកលវិទ្យាល័យអឺរ៉ុបក្នុងទីក្រុង Florence បានប្រាប់អាល់សាហ្វីរ៉ាថាដោយសារការពិតថ្មីនេះនៅលើដីកិច្ចព្រមព្រៀងថ្មីមួយត្រូវបានព្រមព្រៀងគ្នានៅថ្ងៃទី18ខែមករាតែផ្ដល់លក្ខខណ្ឌអំណោយផលជាងដល់ទីក្រុងដាម៉ាស់លោកណាណាហាវ៉ាច់អ្នកវិភាគជាន់ខ្ពស់ផ្នែកស៊ីរីរបស់ក្រមវិបត្តិអន្តរជាតិបានប្រាប់អាល់សាហ្វីរ៉ាថាកិច្ចព្រមព្រៀងខែមីនាត្រូវបានជំនួសដោយកិច្ចព្រមព្រៀងខែមករាដែលបានចុះហត្ថលេខាក្រោមការបង្ខិតបង្ខំខាងយោធាតាមលក្ខខណ្ឌរបស់ទីក្រុងដាម៉ាស់ភាគីទាំងពីរបានយល់ព្រមលើការធ្វើសមាហរណកម្មជាលក្ខណៈបុគ្គលអ្នកប្រយុទ្ធរបបប្រជាធិបតេយ្យ
ចូលរួមជាមួយកងទ័ពស៊ីរីជាបុគ្គលមិនមែនអង្គភាពដែលត្រូវបានថែរក្សានោះទេនេះគឺជាតម្រូវការស្នូលរបស់ទីក្រុងដាម៉ាស់លោកម៉ាស្លូមអាប់ឌីដែលត្រូវបានគេស្គាល់ផងដែរថាជាម៉ាស្លូមកូបានីមេបញ្ជាការកងកម្លាំងប្រជាធិបតេយ្យស៊ីរីក៏ត្រូវបានគេរាយការណ៍ថាត្រូវបានផ្ដល់តំណែងជាអនុរដ្ឋមន្ត្រីការពារជាតិរាជអភិបាលខេត្តហាសាកាផងដែរលោក Alexander McKeever ដែលជាអ្នកនិពន្ធព្រឹត្តិបတ်ព័ត៌មានសប្តាហ៍នេះនៅភាគខាងជើងប្រទេសស៊ីរីបានប្រាប់ Al Safira ពីទីក្រុងដាម៉ាស់ថាវាហាក់ដូចជារដ្ឋាភិបាលមានសัญลักษณ์ B ទាំងអស់ការភ័យខ្លាចរបស់ជនជាតិគឺដបិតឈប់បាញ់រយៈពេល15ថ្ងៃត្រូវបានព្រមព្រៀងគ្នានៅថ្ងៃសៅរ៍ទោះបីជាអ្នកវិភាគនិងអ្នកសង្កេតការណ៍បាននិយាយថាការប៉ះទង្គិចគ្នាកំពុងបន្តក៏ដោយពួកគេក៏បាននិយាយផងដែរថាបទឈប់បាញ់ទំនងជាត្រូវបានសម្របសម្រួលដោយសហរដ្ឋអាមេរិកដើម្បីផ្លាស់ទីអ្នកប្រយុទ្ធរដ្ឋអ៊ីស្លាមអ៊ីរ៉ាក់និងលេវ៉ាន ISIS ដែលត្រូវបានឃុំខ្លួននៅក្នុងតំបន់នោះទៅកាន់ប្រទេសអ៊ីរ៉ាក់មុនពេលការចាប់ផ្ដើមនៃការវាយលុករបស់រដ្ឋាភិបាលកាន់តែខ្លាំងប្រជាជនជាច្រើននៃឌីអាសានិងរ៉ាកាបានណប់អសាទរការចូលរបស់រដ្ឋាភិបាលស៊ីរីនៅក្នុងតំបន់របស់ពួកគេវីដេអូបានរីករាលដាលនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់អ្នកស្រុកកំពុងជន់លើទង់កងកម្លាំងប្រជាធិបតេយ្យស៊ីរីពណ៌លឿងនិងក្រវីទង់ស៊ីរីពណ៌បៃតងពណ៌សនិងពណ៌ខ្មៅនៅថ្ងៃសៅរ៍ក្រសួងយុទ្ធភ័ពស៊ីរីបានប្រកាសថាខ្លួនបានដោះលែងក្មេងជំទង់ចំនួន125នាក់ពីអាល់អាក់តានដែលជាពន្ធនាគារកងកម្លាំងប្រជាធិបតេយ្យស៊ីរីនៅក្នុងខេត្តរ៉ាកាប៉ុន្តែនៅពេលដែលកងទ័ពស៊ីរីបន្តការវាយលុករបស់ខ្លួនប្រជាជននៃតំបន់ភាគច្រើនជាជនជាតិខឺដបានសម្ដែងការភ័យខ្លាចថាការសម្លាប់រង្គាលដែលបានប្រព្រឹត្តនៅលើឆ្នេរសមុទ្រឬនៅសូវៃដាកាលពីឆ្នាំមុនអាចកើតឡើងម្ដងទៀតនៅភាគឦសានអ្នកវិភាគបាននិយាយថាប្រវត្តិសាស្ត្រថ្មីៗនេះបានធ្វើឲ្យប្រជាជននេះញ័រដល់ស្នូលចាប់ពីឆ្នាំ2014ដល់ឆ្នាំ2017ការប្រឡាយពូជសាសន៍លើជនជាតិយ៉ាហ្វីឌីដែលជាជនជាតិសាសនានិយាយភាសាខឺដត្រូវបានប្រព្រឹត្តដោយរដ្ឋអ៊ីស្លាមអ៊ីរ៉ាក់និងលេវ៉ាន់ឧបត្តិហេតុផ្សេងទៀតពាក់ព័ន្ធនឹងក្រុមទូគីយេឬក្រុមដែលគាំទ្រដោយទូគីដែលខ្លះត្រូវបានបញ្ចូលទៅក្នុងកងទ័ពស៊ីរីរួមទាំងការឈ្លានពាននៅអាហ្វ្រេនក្នុងឆ្នាំ2018គ្រួសារជាច្រើននៅតែត្រូវបានផ្លាស់ទីលំនៅចេញពីអាហ្វ្រេនលោក Harvard របស់ ICG បាននិយាយថាការភ័យខ្លាចរបស់ជនជាតិខឺដគឺជាអត្ថភាពដែលមានមូលដ្ឋានលើអ្វីដែលពួកគេបានឃើញក្នុងរយៈពេល1ឆ្នាំកន្លងមកនិងបានជួបប្រទះដោយផ្ទាល់នៅក្នុងខែនេះកងទ័ពស៊ីរីរួមមានក្រុមដែលមើលឃើញជនជាតិខឺដជាសត្រូវមិនមែនជាពលរដ្ឋដូចគ្នាទេនេះបង្កើតការភ័យខ្លាចពិតប្រាកដអំពីអ្វីដែលការគ្រប់គ្រងរបស់រដ្ឋាភិបាលអាចមានន័យនៅទីក្រុងកូបាណេដែលជាទីក្រុងភាគច្រើនរបស់ជនជាតិខឺដនៅជាប់ព្រំដែនជាមួយទូគីយេដែលត្រូវបានគេស្គាល់ផងដែរថាជាអ៊ីនអាល់អារ៉ាប់គ្រួសាររាប់ពាន់គ្រួសារបានស្វែងរកការជ្រកោនបន្ទាប់ពីការប្រយុទ្ធគ្នាអ្នកស្រុកនិងអ្នកវិភាគបាននិយាយថាតំបន់នេះមានមនុស្សច្រើនពេករហូតដល់គ្រួសារមួយចំនួនដែលផ្លាស់ទីលំនៅកំពុងដេកក្នុងឡានឬប្រមូលផ្ដុំគ្នានៅក្នុងផ្ទះអង្គការសហប្រជាជាតិនិយាយថាមនុស្សជាង134,000 នាក់ត្រូវបានផ្លាស់ទីលំនៅក្នុងខេត្តហាសាកាភាគឦសាននៃប្រទេសស៊ីរីដោយសារតែការប៉ះទង្គិចគ្នាអ្នកស្រុកនៅកូបាណេបានអះអាងថារដ្ឋាភិបាលបានកាត់ផ្តាច់ទឹកនិងអគ្គិសនីចាប់តាំងពីថ្ងៃទី17ខែមករារដ្ឋាភិបាលស៊ីរីបានបដិសេធថាខ្លួនមិនបានឡោមព័ទ្ធតំបន់នោះទេហើយថាទំនប់ទីស្រេនតែផ្គត់ផ្គង់អគ្គិសនីត្រូវបានខូចខាតក្នុងអំឡុងពេលប្រយុទ្ធគ្នាតំបន់នេះក៏កំពុងជួបប្រទះនឹងអាកាសធាតុត្រជាក់ខ្លាំងដែលមានសីតុណ្ហភាពក្រោម0អង្សាសេដែលអ្នកស្រុកហៅថាអាក្រក់បំផុតក្នុងរយៈពេលជាច្រើនឆ្នាំអធិជនក្រហមឃឺតបានរាយការណ៍កាលពីថ្ងៃសៅរ៍ថាកុមារ5នាក់បានកកស្លាប់ក្នុងសប្តាហ៍ចុងក្រោយនេះក្បួនរថយន្តដឹកទំនិញចំនួន24គ្រឿងរបស់អង្គការសហប្រជាជាតិបានមកដល់កូបាណេនៅថ្ងៃអាទិត្យដោយដឹកភួយនិងតម្រូវការជាមូលដ្ឋានប៉ុន្តែអ្នកស្រុកម្នាក់ដែលបានស្នើសុំឲ្យលាក់ឈ្មោះរបស់ពួកគេដោយសារខ្លាចការសងសឹកបានប្រាប់អាល់សាសេរ៉ាថាវាមិនគ្រប់គ្រាន់ទេពួកគេបាននិយាយថាយើងមិនមានបន្លែទេយើងមិនមានរបស់របរជាមូលដ្ឋានដូចជាស្ករឬអង្ករទេមានមនុស្សកន្លះលានអ្នកទាំងអស់គ្មានអគ្គិសនីនិងគ្មានទឹកនិងមានបញ្ហាអ៊ីនធឺណិតធំៗឆន្ទៈរបស់រដ្ឋាភិបាលស៊ីរីមិនមែនជាការដណ្ដើមយកអំណាចដោយយោធាទេបន្ថែមពីលើការលំបាកអ្នកស្រុកបានសម្ដែងការភ័យខ្លាចថាបន្ទាប់ពីរយៈពេលឈប់បាញ់កងកម្លាំងរដ្ឋាភិបាលអាចចូលទៅក្នុងទីក្រុងដែលគ្រប់គ្រងដោយជនជាតិខឺដលោកមូសាជាអ្នកសម្របសម្រួលក្រុមមនុស្សបាត់ខ្លួនបាននិយាយថាអ្នកស្រុកមានការភ័យខ្លាចថា
ការឡោមព័ទ្ធនិងការកាត់បន្ថយសេវាកម្មនឹងប្រែក្លាយទៅជាគោលនយោបាយនៃការដាក់ទណ្ឌកម្មរួមគ្នាជនជាតិភាគតិចជាតិនិងសាសនាដូចជាជនជាតិខឺតនិងយ៉ាហ្វីឌីនឹងត្រូវបានកំណត់គោលដៅឬទទួលរងនៅការចាប់ខ្លួនតាមអំពើចិត្តឬការបាត់ខ្លួនដោយបង្ខំលោកមូសាបាននិយាយថាការកើនឡើងនៃយោធាការដាក់កម្រិតយ៉ាងធ្ងន់ធ្ងរលើចលនានិងការកាត់ផ្តាច់សេវាកម្មជាមូលដ្ឋានបាននាំឲ្យមានការផ្លាស់ទីលំនៅយ៉ាងទូលំទូលាយនិងស្ថានភាពនៃការភ័យខ្លាចរួមគ្នាដែលមិនធ្លាប់មានពីមុនមកជាពិសេសនៅក្នុងទីក្រុងដែលភាគច្រើនជាជនជាតិខឺតដូចជាកូបាណេនិងហាសាកាបន្ថែមពីលើផលវិបាកធ្ងន់ធ្ងរនៃអ្វីដែលបានកើតឡើងនៅក្នុងសង្កាត់សេកម៉ាក់ស៊ូតនិងអាស្រាហ្វៃនៃទីក្រុងអាឡឹប៉ូមន្ត្រីរដ្ឋាភិបាលស៊ីរីបានសម្ដែងការយល់ដឹងអំពីការព្រួយបារម្ភពីអ្នកស្រុកនៅភាគឦសាននៃប្រទេសស៊ីរីអារម្មណ៍គួរឲ្យសង្ស័យអាចយល់បានបន្ទាប់ពីការរើសអើងអស់រយៈពេលជាច្រើនទសវត្សរ៍និងថ្មីនេះបន្ទាប់ពីការឃោសនាជាប្រព័ន្ធប្រឆាំងនិងរដ្ឋខ្លួនឯងហើយជាការពិតណាស់ខ្ញុំនឹងមិនលាក់ខ្លួននៅពីក្រោយម្រាមដៃរបស់ខ្ញុំទេការរំលោភបំពានដែលបានកើតឡើងនៅស៊ូវៃដានិងនៅលើឆ្នេរសមុទ្រអូបៃដាហ្គាតបានអ្នកស្រាវជ្រាវម្នាក់មកពីក្រសួងការបរទេសស៊ីរីបានប្រាប់អាល់ចាហ្វីរ៉ាឆន្ទៈរបស់រដ្ឋាភិបាលស៊ីរីមិនមែនជាការដណ្ដើមយកអំណាចដោយយោធាទេវាជាជំរើសមួយប៉ុន្តែវាត្រូវបានដឹកនាំទៅរកដំណោះស្រាយនយោបាយហើយយើងសង្ឃឹមថាវាជាជំរើសមួយដែលនឹងទទួលបានជ័យជំនះមិនមែនជាជំរើសយោធាឬសន្តិសុខទេលោក Gatban បានសង្កត់ធ្ងន់លោកបាននិយាយថាប្រធានាធិបតីអ៊ូសេរ៉ានិងរដ្ឋាភិបាលបដិញ្ញាធានាសិទ្ធិរបស់ជនជាតិខឺតរួមទាំងតាមរយៈក្រឹត្យឲ្យប្រធានាធិបតីចាប់ពីថ្ងៃសុក្រទី15 ខែមករាប៉ុន្តែការធានារបស់រដ្ឋាភិបាលមិនបានជួយបន្ធូរបន្ថយការព្រួយបារម្ភរបស់សហគមន៍ជនជាតិខឺតជាច្រើនរបស់ស៊ីរីនិងជនជាតិភាគតិចទៀតនៅភាគឦសាននៃប្រទេសនោះទេអ្នកស្រុកបាននិយាយថាដើម្បីទទួលបានសុឆន្ទៈរដ្ឋាភិបាលអាចបើកផ្លូវឡើងវិញស្ដារសេវាកម្មជាមូលដ្ឋានឡើងវិញផ្ដល់សិទ្ធិចូលទៅកាន់អង្គការមនុស្សធម៌និងធានាថាជនស៊ីវិលត្រូវបានការពារលោកមីសាបាននិយាយថាអ្វីដែលយើងកំពុងឃើញគឺជាការសាកល្បងពិតប្រាកដសម្រាប់រដ្ឋាភិបាលអន្តរកាលទាំងវាការពារជនស៊ីវិលនិងសិទ្ធិរបស់ពួកគេឬតំបន់នេះធ្លាក់ចូលទៅក្នុងគ្រោះមហន្តរាយមនុស្សធម៌និងសិទ្ធិមនុស្សកាន់តែជ្រៅដែលតម្លៃរបស់វានឹងត្រូវបង់ដោយមនុស្សជំនាន់ក្រោយនេះបើយោងតាមការចុះផ្សាយពីសារព័ត៌មានអាល់ចាហ្វីរ៉ានៅថ្ងៃទី27 ខែមករាឆ្នាំ2026នេះ